នុសាខាកាកបាទក្រហមកម្ពុជាស្រុកមេសាំងសហការជាមួយនឹងអនុគុណស្រុកមេសាំងចុះសួរសុខទុក្ខនឹងនាំអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារងាយរងគ្រោះចំនួន5គ្រួសារស្ថិតនៅក្នុងឃុំត្រពាំងស្រែនៅថ្ងៃទី9ខែមេសាឆ្នាំ2025លោកឈឹងសរ៉ាន់អនុប្រធានគណៈកម្មការទីការអនុសាខាស្រុកតំណាងលោកហនសផាតប្រធានគណៈកម្មការទីការបានដឹកនាំមន្ត្រីប្រចាំការបុគ្គលិកកិច្ចសន្យាក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិចូលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកផ្ដល់ជូនដល់គ្រួសារងាយរងគ្រោះចំនួន5គ្រួសារក្នុងនោះគ្រួសារក្រីក្រចំនួន4គ្រួសារនិងគ្រួសាររកគីពេទ្យចំនួន1គ្រួសារស្ថិតនៅក្នុងចំនួនភូមិ3ក្នុងឃុំត្រពាំងស្រែស្រុកមេសាំងខេត្តព្រៃវែងក្នុងនោះសម្ភារៈផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ50គីឡូមី1កេសភួយ1កន្ទេល1ទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងសម្ភារៈផ្ទះបាយ1ឈុតនិងថវិកាចំនួន110,000រៀលក្នុងមួយគ្រួសារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមេសាំងតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗពិសេសគ្រួសារក្រីក្រជនពិការដោយមិនប្រកាន់ឬអើងវណ្ណៈជាតិសាសន៍ពណ៌សម្បល់និន្នាការនយោបាយអ្វីឡើយស្របតាមពាក្យស្លោកថាទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា